ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាអេពីសូតមួយទៀតពាក់ព័ន្ធនឹងការយើងហៅថាបរិសុទ្ធដែលគួរស្រឡាញ់ឬក៏បរិសុទ្ធដែលយើងគួរយកមកធ្វើជាប្តីបងប្អូនដែលវីដេអូមុនខ្ញុំបាននិយាយអំពីស្ត្រីដែលគួរយកមកធ្វើភរិយានឹងមានលក្ខណៈអ្វីខ្លះនៅក្នុងវីដេអូមុនបងប្អូនស្ដាប់ទៅដឹងហើយបងប្អូនណាហើយជាដំបូងនេះខ្ញុំសូមចូលរួមលេខទុកដល់ទាហានរបស់យើងដែលគាត់បានពលីជីវិតនៅក្នុងការផ្ទុះអាវុធកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025បងប្អូនដែលយោធារបស់យើងឈ្មោះថាសួនរោនបងប្អូនណាហើយសូមរំលែកទុកដល់ក្រុមគ្រួសារសពផងដែរដែលជាទុកមួយគួរឲ្យសោកស្ដាយមែនទែនបងប្អូនណាជាហៅថាមរណៈទុកអញ្ចឹងសេចក្តីស្លាប់កើតមាននៅក្នុងគ្រួសារណាក៏ដោយក៏យើងហៅថាពិបាកទទួលយកដែរសេចក្តីទុកនេះហើយពិសេសគាត់គឺជាទាហានដែលមានភាពអង្អាចក្លាហានភាពស្ម័គ្រស្មោះនឹងប្រទេសជាតិរបស់យើងទៀតគួរតែសរសើរហើយនឹងចែករំលែកនៅសេចក្តីទុក្ខនេះបងប្អូនអញ្ចឹងបងប្អូនឃើញជនរួមជាតិខ្មែរយើងច្រើនហើយដែលគាត់បានបង្ហាញពីចិត្តក្នុងការចែករំលែកសេចក្តីទុក្ខនេះនៅតាមបណ្ដាញសង្គមនានាក្នុងនោះមានទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រហូតមកដល់ប្រជាជនប្រជារាស្ត្រខ្មែរយើងគ្រប់ស្រទាប់វណ្ណៈបងប្អូនណាអញ្ចឹងងាកមកនៅក្នុងវីដេអូយើងវិញម្ដងបងប្អូនបរិសុទ្ធដែលគួរយកធ្វើជាប្តីអានេះមែនតើសមតែមនុស្សស្រីជាអ្នកស្ដាប់ប៉ុន្តែមែនតើមិនមែនតែស្រីស្ដាប់ទេប្រុសស្ដាប់ក៏បានដែរដោយសារអីដោយសារនៅពេលដែលយើងស្ដាប់ហើយត្រូវកែខ្លួនបងប្អូនមានន័យថាគេគួរយកបរិសុទ្ធបែបណាជាប្តីបរិសុទ្ធបែបណាគេមិនគួរយកជាប្តីអញ្ចឹងយើងវាចាកឬក៏ជៀសវាងអំពើទាំងអស់នោះទៅមានន័យថាយើងចូលនៅក្នុងចំណោមមនុស្សល្អវិញណាបងប្អូនអញ្ចឹងនៅក្នុងនេះគឺមានដល់ទៅ6ចំណុចបងប្អូនណាហើយខ្លះគេរាប់ត្រឹមតែ3ឬក៏4ចំណុចប៉ុណ្ណឹងទេហើយនៅក្នុងនេះគឺមាន6ចំណុចហើយជាពិសេសបងប្អូនស្រីគាត់អាចស្ដាប់ហើយពិចារណាមើលថាតើបុរសដែលខ្លួនស្រឡាញ់នេះអាចយកធ្វើជាប្តីបានដែរឬទេណាបងប្អូនប៉ុន្តែមែនតើមិនបាច់ប្រាប់គាត់ដឹងថាបើសិនបើចូលនៅក្នុងចំណុចណាមួយឬក៏ចំណុចជាច្រើននៅក្នុងចំណុចដែលបានរៀបរាប់នៅក្នុងវីដេអូនេះមិនបាច់ប្រាប់គាត់ថាមិនឲ្យយកក៏គាត់មិនយកដែរបងប្អូនណាហើយយកហ្នឹងដោយសារស្រឡាញ់រូបរាងស្រឡាញ់អីវាមានន័យថាលងអានោះវាជារឿងផ្សេងប៉ុន្តែបើគាត់មិនលងទេច្បាស់ណាស់គាត់មិនយកបុរសរបៀបនេះធ្វើជាប្តីនោះទេតែរបៀបណាបងប្អូននៅក្នុងនេះគឺមាន6ចំណុចទី1បងប្អូនចាំស្ដាប់ទី1ហ្នឹងគឺប្រមឹកបងប្អូនមនុស្សដែលប្រមឹកបុរសដែលប្រមឹកអញ្ចឹងប្រមឹកហ្នឹងគឺមិនគួរយកធ្វើជាប្តីទេណាបងប្អូននារីបើសិនបើមនុស្សប្រុសប្រមឹកតើយើងអាចយកធ្វើជាប្តីឬក៏ចូលចិត្តដែរទេច្បាស់ណាស់ថាមិនចូលចិត្តទេបងប្អូនណាអានេះនិយាយពីប្រមឹកហើយបើសិនបើគាត់គ្រាន់តែចេះហូបពិសាធម្មតាទេអាហ្នឹងវាមិនចូលនៅក្នុងប្រមឹកអាហ្នឹងវាជារឿងផ្សេងបងប្អូនហើយនៅក្នុងនេះគេនិយាយពីប្រមឹកកាលណាបើប្រមឹកមានន័យថាផឹកហ្នឹងវាខុសពីធម្មតាហើយចូលលក្ខណៈញៀនផឹកជាប្រចាំអីចឹងទៅអាហ្នឹងទើបអាចថាចូលប្រមឹកបងប្អូនគ្រឿងសម្បឹងហ្នឹងហើយទី2បងប្អូនហើយជាពិសេសបងប្អូនស្រីថាតើយើងអាចយកមនុស្សប្រុសដែលដើរយប់បងប្អូនដើរយប់ហ្នឹងគឺបើគាត់ដើរទៅមានការត្រឹមត្រូវក្នុងការងារល្អប្រពៃហ្នឹងវាមិនសូវជាបញ្ហាទេ
ប៉ុន្តែគាត់ដើរយប់ដែរដើរទៅលេងនេះលេងនោះពេលយប់បងប្អូនទៅមិត្តភ័ក្តិទៅអីស៊ីផឹករាំច្រៀងអីក៏ដោយទៅដើរទៅតែពេលយប់អានេះវាទៅជារឿងមួយមិនល្អទេបងប្អូនអញ្ចឹងបរោះដែលអធិស្ឋានបរោះដែលដើរលេងយប់ឬក៏ដើរយប់នេះគឺមិនគួរយកធ្វើជាប្តីទេដោយសារអីបងប្អូនដើរយប់គ្រោះថ្នាក់ណាស់បើទោះជាមិនទៅលួចប្លន់ឆក់របស់អ្នកដទៃក៏អាចជាសញ្ញាមួយនាំឲ្យមានការគ្រោះថ្នាក់ឬក៏យើងអាចថាជាការជន់ដាននៅពេលដែលគេប្រព្រឹត្តអីមិនល្អគេរត់ប្រុយទៅអ្នកដេញតាមមកដេញមកមានឃើញចោលឬក៏ឃើញអ្នកប្រព្រឹត្តអីនោះឯណាមកឃើញតែបរោះអ្នកដើរយប់ហ្នឹងអាចទៅជាគ្រោះថ្នាក់ក៏ថាបានអញ្ចឹងទៅបានជានៅក្នុងនេះយើងថាមិនគួរយកធ្វើជាប្តីបងប្អូនណាហើយបើគាត់ដើរទៅមានគ្នាមានក្រុមហើយទៅដើរមានការងារត្រឹមត្រូវម្ដងម្ខាវាមិនបញ្ហាទេបើរឿងចូលចិត្តលេងយប់មានន័យថាលេងវាច្រើនដងជាប្រចាំអីយ៉ាងនេះហើយតែយប់បាត់អានឹងគ្រោះថ្នាក់មែនតែគាត់ដើរទៅមានការអីខ្លះទេហើយទី3នេះក៏មិនបាច់ចាំនិយាយក៏បងប្អូនស្រីនារីក៏អាចដឹងថាมันគួរយកទេគឺបរោះដែលលេងលបែងបងប្អូនគេថាលបែងតែវិនិច្ឆ័យណាប៉ុន្តែមិនមែនចឹងទេលបែងតែងាករេម្ដងគេទៀតហ្នឹងមិនហ្នឹងគ្រោះថ្នាក់ម្ដងគេម្ដងយើងមិនជាបញ្ហាទេហើយក៏ខ្មែរយើងតាមស្រុកតាមភូមិក៏មានលេងដែរលបែងបងប្អូនប៉ុន្តែគ្រាន់តែខ្លះគាត់លេងលក្ខណៈញៀនអានឹងគ្រោះថ្នាក់មែនវិនិច្ឆ័យរបស់គេមែនបងប្អូននៅក្នុងធម៌បរាភវសូត្រនោះគឺនិយាយអំពីលបែងនឹងឯងកាលណាលេងលបែងហ្នឹងនាំឲ្យវិនិច្ឆ័យឲ្យបងប្អូនអញ្ចឹងបងប្អូនណាស្រឡាញ់អ្នកដែលចូលចិត្តលេងលបែងគួរតែជៀសវាងណាមិនគួរយកធ្វើប្តីទេប៉ុន្តែបើគាត់លេងម្ដងម្កាលដូចខ្មែរយើងចូលឆ្នាំឲ្យលេងលបែងប្រជាប្រិយអានោះវារឿងល្អហើយជួនកាលអ្នកខ្លះមិនលេងលបែងប្រជាប្រិយផុតទៅជាលេងលបែងភ្នាល់ហ្នឹងទៅទៀតបងប្អូនណាយកចាញ់យកឈ្នះអាហ្នឹងក៏សិតតែជារឿងមួយហើយគ្រោះថ្នាក់ប៉ុន្តែម្ដងម្កាលវាមិនបញ្ហាទេបងប្អូនទី4គឺថាចូលចិត្តមើលរបាំបងប្អូនយើងហៅបច្ចុប្បន្ននេះគឺនិយាយអំពីរបាំហ្នឹងការសម្ដែងផ្សេងយើងរាប់ចូលទៅរបាំរាំច្រៀងក៏ដោយស្អីក៏ដោយតាមការសម្ដែងដែលមាននៅក្នុងមហោស្រពផ្សេងហ្នឹងគឺគាត់ចូលចិត្តតែអាហ្នឹងបងប្អូនមានន័យថាចូលចិត្តតែមើលសិល្បៈមើលខាងផ្នែករបាំខាងរាំខាងច្រៀងអីហ្នឹងទៅអញ្ចឹងអាហ្នឹងគឺជាសញ្ញាមួយនៃការមិនគួរយកធ្វើប្តីដែរបងប្អូនណាហើយមិនបានអញ្ចឹងមើលច្រើនមើលរបាំហ្នឹងមើលច្រើនរហូតដល់ភ្លេចធ្វើការអានេះប៉ុន្តែបើគាត់មួយឆ្នាំឬក៏ថាយូរបានមើលម្ដងមើលទៅពេលចូលឆ្នាំអីអាហ្នឹងមិនបញ្ហាទេរបាំបងប្អូនចំណុចនេះវាបើបច្ចុប្បន្ននេះគឺយើងរបាំនេះមានតិចតួចណាស់ហើយមានការប្រគំរបាំបែបនេះបែបនោះជាការរក្សានៅវប្បធម៌ប្រពៃណីរបស់យើងហើយក៏មិនសូវសម្បូរដែរអានោះជារឿងល្អទេហើយក៏យើងមិនសូវបានមើលដែរប៉ុន្តែទុយទៅវិញសិល្បៈមានការរាំច្រៀងប្រគំតន្ត្រី concert ឯណានេះគឺវាមានច្រើនបងប្អូនប៉ុន្តែបើគាត់មើលតែរបៀបហ្នឹងឬក៏ថាឲ្យមានតាណាការ៉ាអូខេ TV អីជាដើមនេះអាហ្នឹងបើគាត់ចូលតែញឹកឧទាហរណ៍បងប្អូនអាហ្នឹងវាគ្រោះថ្នាក់ដែរចូលរហូតទៅដល់ភ្លេចរកស៊ីណែអាហ្នឹងគឺបង្ហាញថាបរិះបែបហ្នឹងគឺមិនគួរយកធ្វើជាប្តីទេបងប្អូនអាហ្នឹងយើងអាចពិចារណាបានហើយមិនបាញ់ចាប់មិនចាំបាច់ខ្ញុំប្រាប់ទេបងប្អូនច្បាស់ជាដឹងហើយទី5បងប្អូនណាទី5គឺដល់ចំណុចតកតងទៅនឹងការរាប់អានមិត្តយើងហៅសេពគប់មិត្តនោះសេពគប់មិត្តពីលការសេពគប់មិត្តមិនល្អនេះក៏វាជាសញ្ញាមួយនៃការ
mình cua dọc thôi vào đây đã để sai ấy bằng phần ta sai cục pia ấy bắt chỉ cua nào ấy để sai quạt mật phẹ quạt nom từ cái này này thì họ còn soi châu cái rau ok mật phẹ nom từ châu cái rau ok nhặt cái dạng đấy quạt mình chạy đào lên dục thế mình thấy ăn mật phẹ nom ta đào lên dục nè mật phẹនឹងអាចមិត្តភ័ក្តិមិនល្អមិត្តភ័ក្តិពេលហ្នឹងវាប្រព្រឹត្តរឿងមិនល្អច្រើនយ៉ាងតែបងប្អូនជាងការអាចនាំទៅលួចគេហ្នឹងក៏ថាបានអានេះនៅក្នុងចំណោមមិត្តភ័ក្តិពេលយ៉ាងទៅអញ្ចឹងគេថាគប់ប្រាជ្ញគប់ប្រាជ្ញនាំប្រានឲ្យបានសុខគប់ពេលនាំទុកទុកពុនប្រមាណណាបងប្អូនណាអញ្ចឹងវាទុកតែយើងអីទេប្រសិនបើយើងយកគាត់មកធ្វើប្តីឬក៏ថាយើងរាប់អានបុគ្គលពីលគ្រោះថ្នាក់ហ្នឹងដល់ប្រពន្ធកូនគ្រួសារនោះទៅទៀតណានឹងវាជាគ្រោះថ្នាក់បងប្អូនណាអញ្ចឹងបានមិនគួរយកធ្វើប្តីទេបរោះដែលខ្សែគប់នៅមិត្តអាក្រក់ហើយចំណុចមួយទៀតអានេះចូលត្រូវដល់មកបងប្អូនគឺមិនចាំបាច់និយាយទេគឺមនុស្សខ្ជិលបងប្អូនបរោះដែលខ្ជិលហ្នឹងគឺមិនគួរយកធ្វើប្តីដែរបងប្អូនប៉ុន្តែគាត់ខ្ជិលវាមានលំដាប់ខុសគ្នាខ្លះខ្ជិលល្មមទេគាត់អាចនៅធ្វើការធ្វើអីបានធម្មតាមិនបញ្ហាទេប៉ុន្តែខ្ជិលពេករកធ្វើអីក៏មិនធ្វើស្អីក៏មិនអីសោះអានោះមិនបាច់ប្រាប់ថាមិនគួរយកធ្វើប្តីក៏បងប្អូនដឹងដែរណែបងប្អូនណាអញ្ចឹងបរិសុទ្ធដែលមិនគួរយកធ្វើប្តីគឺមាន6នឹងឯងគឺទី1ប្រមឹកទី2ដើរលេងយប់ទី3លេងល្បែងទី4មើលរបាំច្រើនហើយទី5ខ្សែគប់បាបប្រមិតខ្សែគប់មិត្តពីលហើយទី6ហ្នឹងគឺមនុស្សខ្ជិលបងប្អូនឥឡូវអាហ្នឹងយើងនិយាយពីបរិសុទ្ធដែលមិនគួរយកធ្វើប្តីបងប្អូនស្រីដឹងហើយពេលនេះចុះបរិសុទ្ធខ្លួនឯងហ្នឹងថាតើយើងធ្វើម៉េចដើម្បីមានន័យថាគេអាចយកធ្វើជាប្តីយកធ្វើជាគូអនាគតទៅបានបងប្អូនវាចាក់ទាំងអស់ហ្នឹងទៅមានន័យថាគេមិនឲ្យយកប្រមឹកយើងកុំជាមនុស្សដែលប្រមឹកណាចំណុចនេះគឺល្អណាស់បងប្អូនយើងនិយាយមានន័យថាវាចាក់អាប្រមឹកហ្នឹងទៅយើងកុំធ្វើខ្លួនឲ្យជាមនុស្សប្រមឹកចំណុចនេះខ្ញុំធ្លាប់ឃើញមានអ្នកខ្លះគាត់បែបហ្នឹងមែនបងប្អូនណាគាត់ធ្វើការមកបានតែត្រឹមតែផឹកស៊ីខ្លះគាត់ជក់បរិយជក់អីផឹកស៊ីហ្នឹងបានតែប៉ុណ្ណឹងបងប្អូនយើងហៅប្រមឹកផឹកស៊ីផងហើយជក់បរិយជក់អីចឹងទៅគាត់មិនមែនគេមិនគួរយកគាត់ជាប្តីទេគាត់មិនហ៊ានទាំងយកគេទៅជាប្រពន្ធទៅទៀតណាបងប្អូនដោយសារគាត់ខ្លាចនាំទុកដល់គេហ្នឹងណាអានេះគាត់ចាត់ទុកថាគាត់មានទឹកចិត្តគ្រាន់បើដែរអញ្ចឹងយើងវាចាក់ប្រមឹកឬក៏ថាផឹកជ្រុលហ្នឹងទៅមកហូបពិសាម្ដងម្កាលធម្មតាអានេះវាអាចនៅគេអាចជ្រើសរើសយកធ្វើជាប្តីបានទី2អាដើរលេងយកខុសការខុសវេលាហ្នឹងក៏មិនគួរដែរបងប្អូនណាអញ្ចឹងវាចាក់អាហ្នឹងទៅដើរលេងយូរម្ដងត្រូវការត្រូវវេលាមិនបញ្ហាទេដើរលេងល្បែងហ្នឹងបើធ្លាប់ជាអ្នកលេងឈប់លេងទៅកាត់បន្ថយឬក៏មិនលេងសោះក៏ល្អដែរហើយតើតើការមើលរបាំប្រគំតន្ត្រីណាច្រើនហ្នឹងក៏មិនល្អយើងត្រូវជៀសវាងអញ្ចឹងដែរមើលម្ដងម្កាលគិតគូរឿងរកស៊ីវិញបងប្អូនណារឿងរកស៊ីរឿងធ្វើការវិញហើយការសេពគប់បាបប្រមិតមិត្តពេលនេះយើងមិត្តណាគួរសេពគប់យើងច្បាស់ជាដឹងហើយមិត្តណាដែលនាំទៅរឿងទៅខូចរឿងដែរនាំឲ្យបកវិបាកដល់គ្រួសារក៏ដូចជាខ្លួនឯងហើយមិនរីកចម្រើនទេគួរតែជៀសវាងទៅហើយទី6ចំណុចរឿងខ្ជិលនេះខ្ជិលអានេះពិបាកនេះតែប៉ុន្តែវាយើងមិនអាចកាត់ផ្ដាច់ទាំងស្រុងថាមនុស្សនេះមិនខ្ជិលសោះมันមានទេវាមានថ្ងៃស្រួលខ្លួនថ្ងៃមិនស្រួលខ្លួនថ្ងៃពិបាកថ្ងៃអីចឹងទៅប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយបងប្អូនព្រះពុទ្ធក៏ដូចជាអ្នកប្រាជ្ញទាំងឡាយមិនដែលសរសើរនៅភាពខ្ជិលរបស់នរណាម្នាក់ទេហើយចង់បានអីមិនមែនបានសម្រេចដោយភាពខ្ជិលនោះទេតើតែឧស្សាហ៍ព្យាយាមអញ្ចឹងចង់បានប្រពន្ធចង់ឲ្យគេយកធ្វើប្តីតើតែខ្លួនឧស្សាហ៍បងប្អូនគេមើលឃើញអាហ្នឹងគេចង់បានយកធ្វើជាស្វាមីឯង
យ៉ាងនៅក្នុងវីដេអូនឹងមានប៉ុណ្ណឹងបងប្អូនណាសូមអរគុណចំពោះការតាមដាននិងទស្សនានៅវីដេអូហើយជាពិសេសបងប្អូនដែលបានស្ដាប់ដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ